និយាយទៅអ្វីៗក៏អាចប្រែប្រួលបានដែរបងប្អូនដូចជាថ្ងៃនេះអញ្ចឹងមនុស្សម្នាក់ដែលអត់ចូលចិត្តញ៉ាំសាច់អន្ទង់ទេបងប្អូនហើយនិយាយទៅគឺឃើញគឺថាញើតហ្មងក្នុងការញ៉ាំហ្មងណាដូចវាដូចសត្វពស់អញ្ចឹងណាប៉ុន្តែថ្ងៃនេះបែរជាប្រែខ្លាយខ្លួនឯងមកហ៊ានកាន់អន្ទង់លាងវាអញ្ចឹងគឺថាតើបងប្អូនចង់ដឹងមកធ្វើយ៉ាងម៉េចឲ្យអន្ទង់របស់យើងហ្នឹងគឺអត់ឆ្អាបអត់ជាតិរំអិលអត់មានអីអញ្ចឹងបងប្អូនសូមតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាជាដំបូងបងប្អូនទិញអន្ទង់មកពីផ្សារបងប្អូនត្រូវយកមកវាមកលាងទឹកឲ្យស្អាតហើយសម្រាប់ការលាងទឹកនេះដែរបងប្អូនលាងជាមួយនឹងអំបិលហើយនឹងក្រូចឆ្មាបងធានាហ្មងបងប្អូនគឺថាបងប្អូនលាងអំបិលជាមួយនឹងក្រូចឆ្មាដាក់នៅលើអន្ទង់របស់យើងហ្នឹងណាយើងច្បូតវាឲ្យស្អាតទៅគឺថាអស់រំអិលហើយអស់ក្លិនអន្ទង់ទៀតបងប្អូនអាចសាកធ្វើតាមវិធីនេះបានហើយថ្ងៃនេះដែរគឺមកធ្វើអន្ទង់ឆាក្តៅបងប្អូនហើយគ្រឿងរបស់យើងអត់មានអីច្រើនទេមានគល់ក្រីម្ដេងស្លឹកក្រូចសើចល្មៀតនិងម្ទេសបងប្អូនសម្រាប់ម្ទេសវិញណាបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តចង់ហឹរខ្លាំងហឹរតិចអីគឺដាក់តាមហ្នឹងទៅបងប្អូនហើយអន្ទង់របស់យើងនឹងបន្ទាប់ពីលាងច្បាច់មួយអំបិលហើយនឹងក្រូចឆ្មានឹងហើយយើងយកវាមកបំពងសិនបងប្អូនយើងឆាវាឲ្យឡើងក្រៀមសិនទៅចាំយើងយកវាទៅឆាប៉ុន្តែសម្រាប់បងប្អូនខ្លះដែលគាត់ញ៉ាំស្និតមិនបាច់យកអន្ទង់នឹងទៅឆាឬក៏បំពងម្ដងទៀតក៏បានដែរប៉ុន្តែខ្ញុំតើធ្វើអញ្ចឹងមកខ្ញុំអាចញ៉ាំបានបងប្អូនវាញ៉ាំទៅស្និតហើយវាអត់មានអារម្មណ៍ថាឆ្អាបអន្ទង់អីចឹងណាបងប្អូនអន្ទង់ហ្នឹងយើងបំពងវាឲ្យឡើងក្រៀមហើយយើងទុកវាមួយឡែកសិនបន្ទាប់មកយើងមកធ្វើការលីងជាមួយនឹងខ្ទឹមសរបស់យើងហ្នឹងលីងឡើងក្រៀមបន្តិចទៅចាំយើងដាក់ជាមួយនឹងគ្រឿងដែលយើងបានហាន់ហ្នឹងបងប្អូនមានគល់ក្រីម្ដេងស្លឹកក្រូចសើចល្មៀតអីហ្នឹងបងប្អូនហើយនឹងម្ទេសហ្នឹងគឺយើងធ្វើការលីងគ្រឿងហ្នឹងទាំងអស់ឲ្យឡើងឈ្ងុយឈ្ងប់ពេញផ្ទះទៅបងប្អូនយើងធ្វើការកូរត្រឡប់គ្រឿងរបស់យើងហ្នឹងឲ្យឡើងឈ្ងុយឲ្យឡើងអីចឹងទៅចាំយើងវាយគ្រឿងតាមក្រោយហើយសម្រាប់គ្រឿងនេះដែរមានដូចជាទឹកត្រីបងប្អូននេះដាក់ទឹកត្រីបន្តិចចឹងមកហើយប៊ីចេងម្សៅស៊ុបស្ករសបងប្អូនចូលចិត្តរសជាតិប្រៃផ្អែមអីគឺដាក់តាមហ្នឹងទៅបងប្អូនប្រើរៀងដិតទៅបានឆ្ងាញ់គ្រឿងណាព្រោះថាអន្ទង់ពេលណាដែលយើងប្រើគ្រឿងរៀងស្ទើរក៏យើងឆាទៅក៏វាអត់ឆ្ងាញ់ដែរបងប្អូនយើងធ្វើការកូរគ្រឿងរបស់យើងនឹងឆាត្រឡប់ឲ្យវាឡើងឈ្ងុយខ្លាំងមែនតើទៅនេះបងប្អូនឡើងមើលទៅតំណងអញ្ចឹងពណ៌ឡើងក្រហមអញ្ចឹងចាំយើងបន្ថែមជាមួយនឹងទឹកប្រេងខ្យងយើងធ្វើការចាក់ទឹកប្រេងខ្យងហ្នឹងហើយនឹងកូរគ្រឿងរបស់យើងឲ្យឡើងខាប់បានល្អអញ្ចឹងនេះបងប្អូននេះមើលទៅពណ៌ឡើងក្រហមល្អហ្មងហើយយើងចាក់ជាមួយនឹងអន្ទង់ដែលយើងបានយកវាទៅបំពងគ្រឿងបងប្អូនហើយយើងធ្វើការឆាអន្ទង់របស់យើងត្រឡប់មកជាមួយនឹងគ្រឿងហើយបងប្អូនលួចបន្ថែមទឹកបន្តិចទៅដើម្បីកុំឲ្យឆារបស់យើងនឹងវារៀងគោខ្លាំងពេកអីចឹងណាឥឡូវនេះអន្ទង់របស់យើងក៏បានឆ្អិនហើយយើងដាក់ជាមួយនឹងសណ្តែកដីដែលបន្ថែមឲ្យរសជាតិរបស់អន្ទង់របស់យើងហ្នឹងគឺថាឈ្ងុយឆ្ងាញ់បងប្អូនយើងដាក់សណ្តែកដីយើងទៅគឺឈ្ងុយអញ្ចឹងណាហើយសណ្តែកដីនេះបងប្អូនយកទៅបុកក៏បានដាក់ទាំងគ្រាប់អញ្ចឹងក៏បានបងប្អូនឥឡូវយើងឆាអន្ទង់នឹងគ្រឿងរបស់យើងបានឆ្អិនល្អហើយជាចុងក្រោយយើងដាក់ជាមួយនឹងម្រះព្រៅដាក់រៀងច្រើនតិចមកគឺថាឈ្ងុយឈ្ងប់តែម្ដងយើងធ្វើការឆាម្រះព្រៅនិងគ្រឿងឆាអន្ទង់របស់យើងនឹងយើងឆាត្រឡប់មកអលាស់ឡើងអញ្ចឹងបងប្អូននេះមើលទៅតំណងអត់ទេឥឡូវនេះឆារបស់យើងគឺបានឆ្អិនរួចរាល់ហើយធ្វើការដួសដាក់ចានអញ្ចឹងមកគឺថាឈ្ងុយពេញផ្ទះតែម្ដងបងប្អូននេះរាំងលើប្រឡងហ្មងដាក់ក្លែមឯទេមកនឹងតែឆ្ងាញ់មកសម្រាប់បងប្អូនដែលមានតម្រូវការបោះពុម្ពធៀបការធៀបបុណ្យធៀបឡើងផ្ទះធ្វើវិក័យប័ត្រណែមកាតឆ្លាក់ត្រាថតរូបកែរូបថតពីចាស់ទៅថ្មីធ្វើ sticker banner ដាក់សុំរូបថតបងប្អូនអាចទំនាក់ទំនងមកបានលេខ Telegram 096343 លេខ 207858291សម្រាប់ទីតាំងរោងពុម្ពរបស់យើងខ្ញុំស្ថិតនៅភូមិវត្តស្លែងសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញសូមអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រហាងរោងពុម្ពសែននាវី